សួស្តីគឹមពធីស្វាគមន៍មករៀនរស់ podcast ដែលយើងនិយាយតាក់ទងពីគំនិតមួយចំនួនដែលអាចធ្វើជីវិតយើងកាន់តែប្រសើរសំណួរមួយដែលថាវាជាសាមញ្ញហើយគឺជាសំណួរមួយដែលថាពិបាកនឹងឆ្លើយមែនតើគឺថាតើគោលដៅជីវិតរបស់ខ្ញុំជាអ្វីហើយនេះមិនមែនជាសំណួរដែលងាយស្រួលព្រោះថាចំពោះយើងម្នាក់ៗវាអាចខុសៗគ្នាហើយវាពេលខ្លះវាត្រូវការពេលវេលាដើម្បីស្វែងយល់និងយល់ដឹងតាក់ទងពីគោលដៅជីវិតរបស់យើងនឹងហើយការមានគោលដៅជីវិតគឺថាវាសំខាន់មែនតើព្រោះថាមានពាក្យ clear មួយថានិយាយដោយ Viktor Frankl ថាខ្ញុំ find it very resonant គឺថាគាត់និយាយថាបើសិនបើយើងអត់មានគោលដៅជីវិតទេគឺថាវាងាយស្រួលក្នុងការយើងវង្វេងនិងងប់នឹងភាពសប្បាយមួយដែលថាវាអត់ជួយយើងដូចថាលក្ខណៈជា pleasure not real happiness ហើយបើយើងមើលទៅសង្គមសប្តាហ៍ថ្ងៃគឺថាវាមានភាពបបោមែនតើគឺថាបើយើងនិយាយមើលរឿងគឺថារឿងមើលនៅក្នុងអ៊ីនធឺណិត Netflix អីចឹងថាច្រើនមែនតើយើងមើលអត់អស់គឺថាច្រើនមែនតើហើយចម្រៀងក៏ស្ដាប់អត់អស់ game ក៏លេងអត់អស់ហើយមានអ្វីសប្បាយច្រើនមែនតើថាយើងអាចធ្វើបានហើយឲ្យតែយើងមានពេលធ្វើបានគឺថាយើងអាចធ្វើរហូតវាថាវាអត់ដែនកំណត់គឺថាយើងនៅតែ enjoy បានរហូតហើយទាំងអស់ហ្នឹងគឺថាតើវាជាអ្វីមួយដែលជួយយើងឲ្យជីវិតយើងទៅមុខទៅរស់នៅជីវិតមួយដែលថាវាមានភាពរីករាយនិងសុភមង្គលពិតមែនអត់ហើយនេះគឺថាជាអ្វីមួយថាយើងត្រូវគិតគូរហើយតាក់ទងពីគោលដៅជីវិតនេះដូចបាននិយាយអញ្ចឹងគឺថាវាសំខាន់គឺជាអ្វីមួយដែលថាយើងអាចស្វែងយល់បានដោយខ្លួនយើងបានហើយខ្ញុំចង់ចែករំលែកតាក់ទងពីចំណុច3ដែលថាយើងអាចយកមើលជាត្រីវិស័យសម្រាប់យើងមើលថាទិសទៅណាយើងទៅដើម្បីស្វែងយល់កាន់តែល្អតាក់ទងពីគោលដៅជីវិតរបស់យើងហ្នឹងត្រីវិស័យទី1ដែលថាយើងអាចយកមកមើលគឺថាតាក់ទងពីបទពិសោធន៍នៃការជួយចាប់ពីមុនដែលថាយើងមានកាលពីប្រហែលឆ្នាំមុនខ្ញុំធ្លាប់ជួបបងមួយដែលថាគាត់ជា entrepreneur នៅខ្មែរឈ្មោះកុងញីហើយគាត់ជាស្ថាបនិកម្នាក់ដែលថាបង្កើតជាលក្ខណៈដុំឥដ្ឋដែលថាដូច Lego ហើយ affordable ហើយ environmental friendly ហើយនិយាយទៅគឺថាវាធ្វើឲ្យការសង់ផ្ទះវាថោកជាងមុនជាពិសេសគឺថាសម្រាប់បងប្អូនដែលថាគាត់អត់សូវមានដើមទុនច្រើនសម្រាប់ការសាងសង់ផ្ទះអញ្ចឹងគឺថាអាចប្រើប្រាស់ឥដ្ឋនឹងបានដែលថាវាអាចមាំទាំដែលថាយកមកប្រើប្រាស់បានហ្នឹងហើយគាត់ចែកម្លែកពីបទពិសោធន៍មួយថាវាខ្ញុំស្ដាប់មកគឺថាវា interesting មែនតើគាត់ថាពីមុនមកគឺថាគាត់ជិះម៉ូតូហើយរួចទៅដូចមានគ្រោះថ្នាក់ចរាចរណ៍អីចឹងទៅហើយពេលដែលគាត់មានគ្រោះថ្នាក់ចរាចរណ៍ចឹងទៅក៏មានបងប្អូនប្រជាជនផ្សេងដែលថានៅជុំវិញហ្នឹងគឺថាមកជួយគាត់ចឹងទៅហើយនេះគឺជាអ្វីមួយដែលថាគាត់លក្ខណៈថា appreciate ចឹងទៅហើយក៏គាត់ចង់ស្វែងយល់ថាតើមានដំណោះស្រាយអីខ្លះដែលថាអាចយកមកជួយប្រជាជននៅខ្មែរមួយចំនួនដែលថាគាត់អត់សូវមានដើមទុនខ្លាំងសម្រាប់សាងសង់ផ្ទះដើម្បីរស់នៅអីចឹងទៅហើយនេះគឺជាអ្វីមួយដែលល្អដែលយើងគួរមើលតែតាមពីបទពិសោធន៍ក្នុងជីវិតវាអាចមានការជួយចាប់មួយចំនួនប៉ុន្តែនៅក្នុងការជួយចាប់ទាំងអស់ហ្នឹងតើមានណាគេដែលថាមកជួយយើងហើយយើងគិតមើលថាតើយើងអាចជួយពួកគេវិញមិនអាហ្នឹងថាវាបង្កើតជាគោលដៅមួយដែរហើយមួយទៀតគឺថាការជួយចាប់មួយទៀតគឺថាពេលខ្លះយើងមានការជួយចាប់តាក់ទងពីកន្លែងហ្នឹងគោលដៅរបស់យើងគឺក៏អាចជាធ្វើមិនដើម្បីជួយមនុស្សមួយចំនួនផ្សេងៗដែលអាចទាំងមានការឈឺចាប់ដែលថាយើងធ្លាប់មានចឹងទៅចឹងមិនពេលខ្លះគឺថាយើងអាចឃើញអ្នកដែលឆ្លងកាត់ដោយជោគជ័យនៅជំងឺមហារីកអីចឹងទៅគាត់បង្កើតជា foundation ដើម្បីជួយនៅអ្នកដែលកំពុងមានឬក៏អាចនឹងមានជំងឺមហារីកផ្សេងចឹងទៅហើយនេះជាអ្វីមួយល្អចំពោះខ្ញុំផ្ទាល់គឺថាការនៅក្មេងៗឬក៏ការនៅសាកលវិទ្យាល័យអញ្ចឹងគឺថាខ្ញុំវាជា suffering experience មួយដែរគឺថានៅក្នុងសាលាអញ្ចឹងព្រោះថាខ្ញុំអត់ចូលចិត្តរៀនក្នុងថ្នាក់អីអញ្ចឹងទៅហើយពេលរៀនចប់អញ្ចឹងទៅក៏វាពិបាកដែរគឺថាពេលចេញពីសាលាទៅគឺមានអារម្មណ៍ថាខ្វះខាតច្រើនមែនតើហើយអញ្ចឹងបានខ្ញុំបង្កើតជា channel ហ្នឹងអញ្ចឹងទៅដើម្បីចែកម្លែកតាក់ទងពីចំណេះដឹងជីវិតអញ្ចឹងយើងអាចមើលក្នុងបទពិសោធន៍ជីវិតរបស់យើង 4-10 ឆ្នាំមុនតើមានបទពិសោធន៍ខ្លះដែលថាយើងមើលទៅពិបាកហើយតើយើងទាញអត្ថន័យនៃការជួយចាប់ទាំងអស់ហ្នឹងមិនខ្លះឬក៏តើមានបណ្ណាគេដែលថាជួយយើងនៅពេលដែលយើងជួបប្រទះការពិបាកទាំងអស់ហ្នឹងតែយើងអាចជួយពួកគេវិញមិនដែរក៏វាអាចជាគោលដៅមួយដ៏ល្អ
ដែលយើងអាចមើលទៅឃើញត្រីវិស័យទី2គឺថាការភ័យខ្លាចរបស់យើងហ្នឹងតើអ្វីទៅដែលថាយើងកំពុងខ្លាចអានេះដូច clear មួយនិយាយដល់ Tim Ferriss គាត់និយាយថាពាក្យច្រើនគឺថាអ្វីដែលថាយើងខ្លាចហ្នឹងគឺជាយើងខ្លាចវាព្រោះថាវាសំខាន់ខ្លាំងក្នុងជីវិតរបស់យើងអានេះដូចឧទាហរណ៍ដូចថាយើងទៅរៀនប្រហែលជាដល់ពេលប្រឡងដល់អីចឹងយើងខ្លាចយើងភ័យយើងអីចឹងមែនតើដោយសារការប្រឡងវាសំខាន់យើងចង់ជាប់ចង់អីចឹងទៅវាមានអត្ថន័យមួយអីចឹងទៅហើយចំពោះខ្ញុំផ្ទាល់ដែលឧទាហរណ៍ថាចង់បង្កើតលក្ខណៈជា content ខ្ញុំថាអូខេខ្ញុំចង់ធ្វើហ្នឹងអីចឹងបង្កើតជាហ្នឹងឯងជាសំណេរឬក៏ podcast អីចឹងគឺជាអ្វីមួយដែលខ្ញុំគិតឡើង2ឆ្នាំអីថាពជាពេលរហូតចេះចង់ធ្វើហ្នឹងប៉ុន្តែចេះខ្លាចប៉ុន្តែអ្វីដែលខ្លាចនោះហើយគឺថាជាអ្វីដែលថាសំខាន់ហើយក៏ជាអ្វីមួយដែលថាយើងគួរតែធ្វើដែរអញ្ចឹងយើងអាចមើលតាក់ទងពីភាពភ័យខ្លាចរបស់យើងហើយយើងក៏អាចឃើញដែរនៅentrepreneur មួយចំនួនដូចជាទីហោ Elon Musk និយាយទៅ purpose របស់គាត់តាក់ទងពីបង្កើតជា SpaceX សម្រាប់បញ្ជូនមនុស្សទៅ Mars អីចឹងភពមួយទៀតចឹងដើម្បីអីព្រោះថាមកពីគាត់មានភាពភ័យខ្លាចមួយដែលគាត់មានថាគាត់ខ្លាចពិភពលោកវាត្រូវបានខ្ទេចដោយសារអ្វីមួយថាយើងអត់អាចរំពឹងទុកបានណាពិភពលោកទាំងមូលចាំមែនថាបើពីពិភពលោកយើងហ្នឹងផ្ទុះឬក៏ត្រូវបានបំផ្លាញអីចឹងទៅយ៉ាងណាគឺថាយើងសល់មនុស្សជាតិនៅភពផ្សេងមួយទៀតអីចឹងទៅអញ្ចឹងការភ័យខ្លាចទាំងអស់ហ្នឹងក៏វាអាចជាអ្វីមួយដែលថាវាបង្ហាញយើងដែរថាតើអ្វីទៅគឺថាសំខាន់សម្រាប់យើងអញ្ចឹងយើងអាចមើលតាក់ទងពីអ្វីដែលកើតឡើងជំនាញពិភពលោកឬក៏អ្វីដែលកើតឡើងនៅប្រទេសខ្មែរអញ្ចឹងទៅតើអ្វីខ្លះថាអូខេដែលជាបញ្ហាមួយដែលថាយើងគួរអញ្ចឹងនិយាយថាយើងខ្លាចដូចឧទាហរណ៍ថាបញ្ហាបរិស្ថានឬក៏បញ្ហាការអប់រំផ្សេងឡាក់អញ្ចឹងទៅតើអ្វីទៅតែថាយើងហើយថាខ្លាចក្នុងការធ្វើវាអញ្ចឹងយើងអាចចាប់ផ្ដើមសិក្សាកាន់តែច្រើនតាក់ទងពីភាពភ័យខ្លាចទាំងអស់ហ្នឹងក៏វាអាចយល់ដឹងថាអ្វីទៅដែលសំខាន់សម្រាប់យើងហ្នឹងត្រីវិស័យទី3គឺថាការឆ្ងល់របស់យើងនិងការចង់ដឹងចង់ឮហើយនេះគឺជាបុគ្គលលក្ខណៈមួយដែលថាយើងទាំងអស់គ្នាមានតាំងពីនៅទូចហ្មងដូចថាយើងចេះឃើញណាកូនក្មេងទូចគាត់ចេះសួររហូតថាហេតុអ្វីអញ្ចេះអាហ្នឹងវាចេះអីចឹងទៅគឺថាគាត់សួររហូតគាត់ចេះឆ្ងល់គាត់ចេះចង់ដឹងចង់អីចឹងណាហើយបញ្ហាមួយគឺថាពេលកូនក្មេងម្នាក់គឺថាធំឡើងយើងភាគច្រើនហ្នឹងយើងទៅរៀនហ្នឹងទៅគឺថាយើងត្រូវរៀនអ្វីមួយដែលយើងត្រូវរៀនគឺថាយើងត្រូវអានសៀវភៅនេះដើម្បីឲ្យប្រឡងជាប់ដើម្បីបន្ទុកអីចឹងទៅគឺថាយើងចាប់ផ្ដើមគិតមើលតាក់ទងពីចឹងនិយាយថាដាក់ការសិក្សារបស់យើងគឺសិក្សាទៅលើតម្រូវការមួយគឺជាសិក្សាទៅលើអ្វីដែលថាយើងឆ្ងល់ហើយនេះគឺជាអ្វីមួយដែលថាជាបុគ្គលលក្ខណៈមួយដែលថាយើងអាចធ្វើឲ្យវាបំផុសបង្កើតមកឡើងវិញបើយើងមើលទៅគឺថាតាក់ទងពីភាពជោគជ័យហើយអ្វីបានមនុស្សម្នាក់ជោគជ័យមនុស្សម្នាក់ជោគជ័យនៅចឹងនិយាយថានៅ field មួយដែលគេ play គាត់ជោគជ័យដោយសារអីដោយសារគាត់ប្រកែនៅលើអ្វីដែលគាត់ធ្វើទៅគាត់ប្រកែហេតុអ្វីបានគាត់ប្រកែលើអ្វីដែលគាត់ធ្វើមកពីគាត់ឆ្ងល់គាត់ចង់ដឹងគាត់ពង្រីកនៅការយល់ដឹងរបស់គាត់កាន់តែខ្លាំងតាក់ទងពី skill ទៅថាគាត់ចង់ដឹងហ្នឹងហើយយើងមើលថាបកគោច្រើនមែនតើណាចឹងនិយាយថា they consider successful គឺថាគាត់ជាមនុស្សម្នាក់ថាចេះឆ្ងល់ចង់ដឹងតាក់ទងពីជំនាញឬក៏ចំណេះដឹងនៅ area អីមួយហ្នឹងអានេះបើយើងនិយាយតាក់ទងពី Elon Musk បន្តគឺថាពេលដែលគាត់នៅទូគឺថាគាត់ពេលដែលនៅ South Africa នៅឡើយនៅ Africa ត្បូងអាយុប្រហែលជា10ឆ្នាំអីហ្នឹងគឺថាគាត់អានសៀវភៅបណ្ណាល័យមកអស់ហ្មងហើយនៅក្នុងអំឡុងពេលហ្នឹងណាសៀវភៅដែលគាត់ចូលចិត្តអានគឺតាក់ទងពីការស្រាវជ្រាវនៃភពអាកាស space travel អីចឹងគឺថាគាត់ចូលចិត្តអានហើយឆ្ងល់ពីហ្នឹងហ្មងចឹងមានថាការឆ្ងល់ហ្នឹងគឺថាគាត់បដោះរហូតដល់តែគាត់ធំឡើង20 30ឆ្នាំអីចឹងបានបង្កើតជា space នៅប្រហែលចឹងនិយាយថា20 30ឆ្នាំក្រោយពេលគាត់ធំឡើងអីចឹងទៅអញ្ចឹងមានថាយើងត្រូវមើលដែរថាតើអ្វីទៅថាយើងឆ្ងល់ព្រោះយើងឆ្ងល់អីមួយមកពីវាសំខាន់សម្រាប់យើងឬក៏វាជាអ្វីមួយដែលថាយើងចង់ដឹងហើយពេលដែលយើងចង់ដឹងអីមួយគឺថាការរៀននិងការយល់ដឹងហ្នឹងគឺថាវា become natural ហ្មងហើយការឆ្ងល់ទាំងអស់ហ្នឹងក៏វាអាចពង្រីកទៅជាគោលដៅមួយ
ដែលល្អដែលវាជួយយើងនៅក្នុងជីវិតដែរអញ្ចឹងហ្នឹងហើយអញ្ចឹងនេះជាត្រីវិស័យ3ថាយើងអាចយកមកគិតគូរមើលតើបទពិសោធន៍ណានៅក្នុងជីវិតយើងដែលថាវាពិបាកវាមានការឈឺចាប់ហើយយើងទាញអត្ថន័យមិនយល់ដឹងមិនតាក់ទងពីបទពិសោធន៍ទាំងអស់ហ្នឹងមួយទៀតគឺតាក់ទងពីអ្វីដែលថាយើងខ្លាចអ្វីមួយពាក្យច្រើនគឺថាមកពីវាសំខាន់សម្រាប់យើងទី3គឺតាក់ទងពីអ្វីដែលយើងឆ្ងល់អញ្ចឹងយើងអាចចាប់ផ្ដើម reflect មើលចំណាយពេលកន្លះម៉ោងដើម្បី reflect មើលទៅលើអស់ហ្នឹងទៅដើម្បីយល់និងស្វែងយល់ដឹងច្រើនកាន់តែពីខ្លួនយើងព្រោះគោលដៅក្នុងជីវិតរបស់យើងគឺថាមិនមែនជាអ្វីមួយថាអាចកំណត់ឡើងដោយមនុស្សម្នាក់ផ្សេងខ្ញុំមិនអាចកំណត់គោលដៅជីវិតសម្រាប់អ្នកបានទេឪពុកម្ដាយយើងក៏អាចកំណត់គោលដៅសម្រាប់យើងបានដែរព្រោះថាគោលដៅរបស់យើងហ្នឹងគឺជាអ្វីមួយដែលថាវា personal ដំណើរនេះគឺថាជាវាដំណើរផ្ទាល់ខ្លួនក្នុងការស្វែងយល់ខ្លួនឯង self awareness ចឹងមានថាយើង patient តិចទៅហើយអាសាចំណាយពេលមានថាចំណាយពេលកន្លះម៉ោង reflect ហើយប៉ុន្តែអាសាដូចមួយខែឬក៏កន្លះឆ្នាំឬក៏មួយឆ្នាំម្ដងអញ្ចឹងទៅចំណាយពេលសិក្សាពីខ្លួនឯងកាន់តែច្រើនអញ្ចឹងក៏យើងចាប់ផ្ដើមយល់ដឹងពីអ្វីដែលសំខាន់ចំពោះយើងយើងអាចយល់ដឹងតាក់ទងពីគោលដៅជីវិតអ្វីយើងស្រឡាញ់អ្វីដែលយើងចូលចិត្តឬក៏value ឬក៏បកគោលលក្ខណៈអ្វីផ្សេងៗដែលថាសំខាន់សម្រាប់យើងក្នុងជីវិតរបស់យើងហ្នឹងបើសិនមកអ្នកទាំងអស់គ្នាចូលចិត្ត podcast នេះជួយ subscribe នៅលើ Apple Podcast ហើយនិង Google Podcast ហើយអរគុណមែនតើក្នុងការស្ដាប់អញ្ចឹងចាំជួបគ្នានៅអេពីសូតនៅថ្ងៃក្រោយ